ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានិងកុមារជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះមកជួបអ្នកគ្រូនៅក្នុងសៀវភៅថ្នាក់ទី2សៀវភៅភាសាខ្មែរឥឡូវយើងរៀនដល់មេរៀនទី41ចំណងជើងមេរៀនគឺចំណងជើងថាម្ដាយឪពុកខ្ញុំលក្ខណៈជាមេសូតឥឡូវបងប្អូនទាំងអស់គ្នាមុននឹងចូលដល់មេរៀនយើងមើលទៅរូបភាពទាំងអស់គ្នាមករូបភាពរបស់យើងឃើញអ្វីខ្លះឃើញមានភ្នំមានស្រែចម្ការមែនអត់ឥឡូវនៅក្រៅពីស្រែចម្ការហើយនឹងភ្នំយើងឃើញមានបុរសម្នាក់និងស្ត្រីម្នាក់បុរសម្នាក់គឺកំពុងតែធ្វើស្រែចម្ការដោយការភ្ជួរស្រែជាមួយគោ2ក្បាលហើយនឹងស្ត្រីម្នាក់ទៀតគឺគាត់កំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយចាគាត់ទាំងពីរនាក់ហ្នឹងគឺជាម្ដាយឪពុកចាគឺជាម្ដាយឪពុកអ្នកមានគុណចាឥឡូវយើងចូលដល់មេសូតរបស់យើងគឺបទធ្វើបទជាបទកកតិចាហើយមុននឹងយើងចូលដល់ការសូត្រមេសូតយើងអានមេរៀនទាំងអស់គ្នាខ្ញុំគោរពម៉ែធ្វើការគ្មានលហែថែទាំគ្រួសារដេប៉បកគក់ចំអិនអាហារមើលសពកិច្ចការក្នុងគេហដ្ឋានខ្ញុំគោរពពុកទទួលបន្ទុកគ្រួសារសុខសាន្តធ្វើស្រែចម្ការពុំគិតនឿយប្រាណរកប្រាក់កាសបានចិញ្ចឹមកូនចៅចានេះគឺជាការអានមួយសម្រាប់យើងមុននឹងសូត្រមេសូតតឥឡូវយើងចូលដល់ការសូត្រមេសូតរបស់យើងទាំងអស់គ្នាខ្ញុំគោរពម៉ែធ្វើការគ្មានលហែថែទាំគ្រួសារដេប៉បោកគក់ចំអិនអាហារមើលសពកិច្ចការក្នុងគេហដ្ឋានខ្ញុំគោរពពុកទទួលបន្ទុកគ្រួសារសុខសាន្តធ្វើស្រែចម្ការពុំគិតនឿយប្រាណរកប្រាក់កាសបានចិញ្ចឹមកូនចៅឥឡូវយើងមើលអានមួយទាំងអស់គ្នាខ្ញុំគោរពម៉ែមានន័យថាយើងស្រឡាញ់យើងស្រឡាញ់ទៅម្ដាយហើយនឹងធ្វើការគ្មានលហែមានន័យថាគាត់គឺធ្វើការអីក៏គាត់អាចធ្វើបានថែទាំគ្រួសារបោកខោអាវចម្អិនម្ហូបនិងមើលថែកូនតូចទៀតចំណែកឪពុកគឺគាត់ទទួលបន្ទុកធ្ងន់ខ្លាំងដោយការគាត់ធ្វើការខាងក្រៅឬក៏គាត់ធ្វើការងារអ្វីមួយគឺទទួលបន្ទុកក្នុងការរកលុយមកចិញ្ចឹមកូនចៅនៅក្នុងបន្ទុកគ្រួសារនេះគឺជាបន្ទុករបស់ឪពុកម្ដាយទាំងអស់គ្នាចាឥឡូវយើងសូត្រម្ដងទៀតណាខ្លាចបងប្អូនទាំងអស់គ្នាអត់ទាន់ខ្ញុំគោរពម៉ែធ្វើការគ្មានលហែថែទាំគ្រួសារដេប៉បោកគក់ចំអិនអាហារមើលសពកិច្ចការក្នុងគេហដ្ឋានខ្ញុំគោរពពុកទទួលបន្ទុកគ្រួសារសុខសាន្តធ្វើស្រែចម្ការពុំគិតនឿយប្រាណរកប្រាក់កាសបានចិញ្ចឹមកូនចៅចាពុំបន្តគ្នាយើងស្ដាប់អ្នកគ្រូតណាពេលនេះឥឡូវយើងចូលដល់រៀនពាក្យទាំងអស់គ្នាគឺការរៀនពាក្យកអំណានពាក្យអំណានពាក្យគោរពចំអិនសពកិច្ចការគេហដ្ឋានឥឡូវយើងចូលដល់ខគេនិយាយថាពន្យល់ពាក្យចាពន្យល់ពាក្យបន្ទុកស្មើនឹងភារកិច្ចឬកិច្ចការធុរៈសពបែបយ៉ាងដែលទទួលកិច្ចការមានន័យថាការដែលត្រូវធ្វើការរវល់សពស្មើនឹងការគ្រប់គ្រងគ្រប់បែបយ៉ាងទាំងអស់ទាំងស្រុងទាំងមូលចាគោពាក្យន័យដូចនឹងពាក្យប្រាណខ្លួនកាយប្រកាយខពាក្យផ្ទុយនឿយផ្ទុយនឹងពាក្យថាស្រណុកសុខសាន្តផ្ទុយនឹងពាក្យថាកើតទុកព្រួយសំណួរតើអ្នកណាដេប៉បោកគក់នឹងចំអិនអាហារសំណួរទី2តើអ្នកណាជាអ្នកធ្វើស្រែចម្ការនិងរកប្រាក់កាសសំណួរទី3តើប្អូនគោរពឪពុកម្ដាយប្អូនដែរឬទេព្រោះអ្វីមិញហ្នឹងអ្នកគ្រូអានសំណួរឲ្យបងប្អូនស្ដាប់ទាំងអស់គ្នាហើយឥឡូវយើងចូលដល់ចម្លើយទាំងអស់គ្នា
ចម្លើយទី1អ្នកដែលបានដេប៉ាក់បោកគក់ខោអាវនិងចម្អិនអាហារហ្នឹងគឺជាម្ដាយរបស់យើងចាចម្លើយទី2អ្នកដែលធ្វើស្រែចម្ការនិងរកប្រាក់ក្រាស់មកផ្គត់ផ្គង់គ្រួសារហ្នឹងគឺជាឪពុកចម្លើយទី3សម្រាប់ខ្ញុំគឺជាប្អូនយើងត្រូវឆ្លើយថាខ្ញុំត្រូវតែគោរពឪពុកម្ដាយព្រោះតែឪពុកម្ដាយគឺជាអ្នកមានគុណហើយគាត់បានផ្គត់ផ្គង់នឹងការចិញ្ចឹមបីបាច់ថែរក្សាខ្ញុំឥឡូវនេះសំណួរចម្លើយរបស់យើងបានចប់ហើយបាយបាយ